បន្ទាប់ពីដេរហើយបាក់ដែលនៅសល់ហ្នឹងគឺយើងយកមកបិទនៅតាមអាវពួកក្មេងៗកុំដែលពួកគាត់ត្រូវកាត់នៅក្នុងមង្គលការហ្នឹងដែរគាត់កាត់ពណ៌ហ្នឹងដូចគ្នាអញ្ចឹងណាអញ្ចឹងបាក់ដែលនៅសល់គឺយើងយកមកបិទតាមអាវតាមអីចឹងទៅការងារព្រឹកនេះរបស់ខ្ញុំហ្នឹងគឺងើបបិទផ្កាអាវបិទផ្កាបាក់តាមអាវសាច់លាតហ្នឹងគឺយើងត្រូវបិទផ្កាអញ្ចឹងណាម៉ូដផ្សេងគ្នាអញ្ចឹងយើងបិទតាមម៉ូដដែរខ្លះបិទម៉ូដតាមសិលកខ្លះបិទម៉ូដតាមពីមុខអីចឹងទៅយើងចេះតែលៃទៅមិនឲ្យឃើញស្អាតប្លែកៗចឹងណាបងប្អូនហើយអាវផ្សេងម៉ូដផ្សេងគ្នាគ្រាន់តែពណ៌ដូចគ្នាអញ្ចឹងនេះការងាររបស់ខ្ញុំពេលព្រឹកហ្នឹងគឺខ្ញុំងើបឡើងខ្ញុំត្រូវអង្គុយបិទបាត់ហ្នឹងបន្ទាប់មកបានខ្ញុំចាប់ដើមកាត់រោកូនកុំមុំព្រោះផ្ទះខ្ញុំពេលយប់ឡើងអញ្ចឹងដាក់អីវ៉ាន់ណែនអញ្ចឹងទៅបាទអង្គុយកាត់មានតែអង្គុយបិទផ្កាបិទអីតាមអាវអីឲ្យពួកគាត់ចឹងសិនក្មេងគាត់ពាក់សាច់លាតប៉ុន្តែយើងសល់ប៉ាក់ចឹងដាក់បិទឲ្យគាត់ទៅម៉ូដដែលគាត់កំងមកអត់មានបិទប៉ាក់បិទអីទេតែខ្ញុំបិទឲ្យគាត់ចឹងទៅឲ្យមើលទៅឃើញស្អាតចឹងណាម៉ូដខ្លះមានស្លឹកកនៅពីលើចឹងទៅម៉ូដខ្លះមានបូមានអីចឹងទៅហើយយើងក៏បិទឲ្យគាត់តាមម៉ូដចឹងណាហ្នឹងហើយនេះព្រឹកហ្នឹងងើបឡើងគឺការងារបិទប៉ាក់ហ្នឹងហើយរីករាយថ្ងៃពុធបងប្អូនសុខសប្បាយទាំងអស់គ្នាហេងណានេះបន្ទាប់ពីខ្ញុំចាប់ផ្ទាស់ការហើយសេរីស្រង់ហើយចឹងខ្ញុំថតមើលសិនបន្ទាប់មកបាទខ្ញុំអង្គុយឆាត់ចឹងណាបងប្អូនហ្នឹងហើយការងារជាងដេរមានតែប៉ុណ្្នឹងឯងបងប្អូនអើយ